ឬក៏ទីហោព្រឹកនេះអាចមានបងប្អូនខ្លះឬមួយម្នាក់ណាខ្លះអង្គុយនៅតុកាហ្វេនៅក្នុងរយៈពេលតែ1ម៉ោងឬមួយតែ10នាទីគត់អាចសម្រេចចិត្តធ្វើអីបាន3-4មុខជាពិសេសតាម Facebook ចូល comment បើទៅមកផុសឃើញរូបភាពអ្នកស្លាប់អ្នករបួសវត្តអារាមឆេះខ្ទេចខ្ទីផ្ទះមិនទាន់ទៅបងប្អូនអាចចូលទៅ comment សង្គ្រាមគួរឲ្យខ្លាចតាស់មិនចង់ឃើញទៀតទេស្ដាប់ចូលទៅជាខ្លះហ៎ចូលមកផុសទៀតឃើញជនភៀសសឹកដែលលំបាកមិនទាន់ត្រឡប់ទៅវិញបងប្អូនអាចចូល comment ទៀតថាវេទនាណាស់សូមជូនពរបងប្អូនឲ្យឆាប់បានត្រឡប់ទៅវិញហើយកុំឲ្យមានសង្គ្រាមតទៅទៀតចូលមកផុសទៀតស្តៀងគ្នាឃើញអ្នកទៅនៅអូស្មាច់កំពុងតែភ័យផងទៅហើយប៉ុន្តែធៀមអត់ជូនពរសុខសប្បាយហើយសង្ឃឹមថាបន្ទុះហើយនឹងបានឆាប់ត្រឡប់ចូលទៅមកផុសទៀតឃើញកុងតឺន័របន្លាលួសខឹងភ្លាមដូចចិត្តភ្លាមចាប់ទៅដាក់មិនបាច់មិនវាយភ្លាមអញ្ចឹងនៅក្នុងរយៈពេល10នាទីបងប្អូនអាចបញ្ចេញមតិអាចបញ្ចេញអារម្មណ៍4មុខខុសគ្នាហើយអាមួយចុងក្រោយនេះគឺវាផ្ទុយជាមួយអា3ខាងមុខប៉ុន្តែការសម្រេចចិត្តរបស់រាជរដ្ឋាភិបាលពុំមានសំណួរថាម៉េចបានរដ្ឋាភិបាលធ្វើអញ្ចេះម៉េចក៏មិនធ្វើទេមិនចេះឡើងខ្ញុំមិនសុំរំលឹកហើយបញ្យលលំអិតទេនៅពេលនេះហើយចាំពេលណានៅពេលមានឱកាសសមស្របនៅពេលមុខពេលស្ថានភាពវាចប់យើងមិនសមស្របទៀតតែក្នុងឱកាសគេយកគ្រប់បន្លែគេការសមស្របទៀតគេជីកបន្លែទឹកទៀតឥឡូវគេមិនតាមដាក់កុងតឺន័រណាចាពាត់បន្លែលុះឥឡូវគេជីកដីយកបណ្ដោយជីកបន្លែគឺយើងសម្រេចចិត្តគ្រប់ជំហានទាំងអស់គឺដោយការទទួលខុសត្រូវត្រឹមថ្លែងវាយតម្លៃច្បាស់លាស់ស្ដាប់ចូលទៅជាបងប្អូនចេញម្ដងមកគឺម្ដងគឺថាសាប់បាក់យល់ខ្ញុំបាក់យល់ចាការសម្រេចចិត្តរបស់រដ្ឋាភិបាលគឺបានមានការថ្លឹងថ្លែងឲ្យតម្លៃច្បាស់លាស់ចាំមុខព្រួញគឺចំតែម្ដងចាគឺដោះស្រាយដោយសន្តិវិធីហើយសន្តិវិធីរបស់គាត់ម្ដងម៉ោងនេះគឺចាគឺសរសេរกระดาษជំទាស់សេចក្តីថ្លែងការណ៍មានរហូតដល់700សន្លឹកបូកទាំងល្ងាចមិញទៀតវា701សន្លឹកឯចាគឺมันមានការប្តឹងអីប្តឹងផ្ដាល់ឬក៏អន្តរាគមពិសេសណាមួយទេគឺគ្រាន់តែសរសេរលិខិតជំទាស់វាលិខិតជំទាស់ឡើងដល់700សន្លឹកនេះអាលិខិតទាំងអស់ហ្នឹងថៃវាមិនមើលទៀតព្រោះអីវាអន់ជាងអាกระดาษបកូនជូតគូតទៀតណាចាអត់បានកระดาษបកូនអាចផងហ្នឹងចានឹងមានន័យអីទៀតទេចាថ្លឹងថ្លែងមែនតែនចាគាត់ធ្វើអីគឺថាមុះមុតមែនតែនចាចាស់ទុំចាស់ទុំហើយចំគោលដៅតែម្ដងចាអត់មានធ្វើអីទេគឺទៅសេកระดาษជំទាស់សេចក្តីថ្លែងការណ៍ប៉ុណ្ណឹងចាការងាររបស់គាត់ហ្នឹងឯងហើយចាញ់ម្ដងមកស្ដាប់បដៃបានសាបមិនយល់ហ្មង